ជំងឺភ្នែកនេះពីដើមហើយគឺខ្ញុំអត់ដែលដឹងសោះតាក់ទងនឹងជំងឺភ្នែកទៅលើក្មេងដែលកើតមិនគ្រប់ខែតែដោយមានការណែនាំពីលោកគ្រូពេទ្យថាដោយសារក្មេងកើតមិនគ្រប់ខែអញ្ចឹងត្រូវព្យាបាលទៅតាមដានមើលការលូតលាស់នៅប្រសិទ្ធភ្នែកអញ្ចឹងគាត់ក៏បានណែនាំខ្ញុំដែរថាមន្ទីរពេទ្យកុមារអង្គរមានពិនិត្យព្យាបាលភ្នែកចំពោះក្មេងគ្រប់ខែដែរបាទក្នុងនាមខ្ញុំជាគ្រូពេទ្យភ្នែកជំនាញខាងភ្នែកខ្ញុំជួបជំងឺនឹងច្រើនជំងឺសរសៃបាតភ្នែកកើតគ្រប់ខែច្រើនជំងឺសរសៃបាតភ្នែកជាជំងឺដែលហៅកាត់ថា OP គឺជាជំងឺដែលកាត់ទៅលើទារកកាត់គ្រប់ខែនិងគីឡូទៀបជាជំងឺដែលអាចបង្កឲ្យមានពិការភាពភ្នែកជារៀងរហូតប៉ុន្តែជំងឺនេះអាចព្យាបាលបានអញ្ចឹងរោគសញ្ញាគឺភ្នែកពណ៌សទារកយកដៃចាក់ភ្នែកហើយភ្នែកនេះការវាស្វិតដោយសារភ្នែកនឹងអត់មានដំណើរការវាទៅជាស្វិតខុសប្រក្រតីទម្រង់ភ្នែកទំហំភ្នែកតូចជាងធម្មតាអញ្ចឹងសំខាន់ជាងគេគឺដំណាក់កាលដែលយើងត្រូវព្យាបាលគឺដំណាក់កាលមុនកើតជំងឺscreening ឬមួយក៏ស្វែងរកជំងឺជាសាមញ្ញយើងថាស្វែងរកជំងឺបើជំងឺនេះមានន័យថាបើសិនយើងអត់ស្វែងរកគាត់តាន់ពេលវេលាទេគាត់ពិវត្តទៅដំណាក់កាលធ្ងន់ជំងឺនឹងព្យាបាលអាចកើតទេអាចពិការភ្នែកអញ្ចឹងយើងត្រូវការរកជំងឺនឹងឲ្យដំណាក់កាលថ្មីខ្ញុំចង់ផ្ដាំទៅម៉ាក់ដែលគាត់មានកូនដែលកើតមិនគ្រប់ខែអញ្ចឹងសូមឆាប់យកកូនទៅមន្ទីរពេទ្យកុមារអង្គរដើម្បីពិនិត្យនិងព្យាបាលជំងឺសរសៃបាតភ្នែកពីព្រោះអីជំងឺនេះវាមានហានិភ័យនៅចំពោះភ្នែកអូននៅពេលអនាគតក្នុងនាមខ្ញុំជាបច្ចេកបណ្ឌិតជំនាញខាងហ្នឹងខ្ញុំសូមផ្ដល់សារទៅឪពុកម្ដាយដែលមានកូនកើតឬមួយទារកតម្កាត់ថ្មីហ្នឹងត្រូវចងចាំថាឲ្យកើតបានមួយខែហើយទៅមកពេទ្យជាងកើតដល់គ្រប់ខែដូចជា7ខែកន្លះ6ខែកន្លះហើយហ្នឹងហើយគីឡូទៀបពុកថែមគីឡូទៀបមួយទៀតគីឡូទៀបមានថាគីឡូគាត់1គីឡូកន្លះ9ខាំឬមួយក៏2គីឡូអីហ្នឹងគឺត្រូវមកមន្ទីរពេទ្យជាប្រញាប់នៅអាយុបានមួយខែក្រោយកើតដើម្បីរករកជំងឺហ្នឹងមុនបញ្ហាកើតឡើងណា